ក្នុងថ្ងៃទី2នៃពិធីកាន់ទុក្ខថ្នាក់ជាតិអ៊ីរ៉ង់អេសរជនធំអញ្ជើញចូលរួមឈរជួរមុខក្នុងឱកាសសូត្រធម៌ឧទ្ទិសវិញ្ញាណក្ខន្ធអាយ៉ាតូឡាអាលីខាមីនីវត្តមាននៅថ្ងៃអាទិត្យទី5កក្កដាគឺមានប្រធានាធិបតីម៉ាស៊ូតពេសេកខ្យនប្រធានរដ្ឋសភាអគ្គមេបញ្ជាការកងទ័ពរួមទាំងអ្នកមុខអ្នកការនៅក្នុងជួររដ្ឋាភិបាលនិងជួរសាសនាអ៊ីស្លាមអ៊ីរ៉ង់ជាច្រើនអ្នកប្រមុខឆ្មាំបដិវត្តអ៊ីរ៉ង់ដ៏មានឥទ្ធិពលលោកអាម៉ាតវ៉ាហ៊ីឌីស្ទើរតែមិនដែលចេញមុខសោះផងនោះក៏លេចមុខជាសាធារណៈដែរទូរទស្សន៍ជាតិអ៊ីរ៉ង់ក៏បានបង្ហាញមុខកូនប្រុសអាលីខាមីនីចំនួន3នាក់ដែលបានជួយលីសែងមឈូឪពុកពួកគេឈ្មោះមូស្តាហ្វាម៉ៃសាំនិងម៉ាស៊ូតតែគ្មានវត្តមានរបស់លោកមុតតាបាខាមីនីដែលបានស្នងតំណែងប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ពីឪពុកនោះឡើយបណ្ដាញព័ត៌មានអន្តរជាតិជាច្រើនបានបញ្ជាក់ថាលោកមុតតាបាបានរងរបួសព្រោះតែការវាយប្រហារធ្ងន់ធ្ងរនិងកំពុងព្យាបាលរបួសជើងជាទម្ងន់មានអាយុ86ឆ្នាំអគ្គមគ្គុទ្ទេសក៍សាសនាអ៊ីរ៉ង់អាយ៉ាតូឡាអាលីខាមីនីស្លាប់ក្រោមគ្រាប់ថ្លោងកាលពីថ្ងៃទី28កុម្ភៈថ្ងៃដំបូងនៃការបញ្ឆេះភ្លើងសង្គ្រាមពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអ៊ីស្រាអែលនៅទីសក្ការៈក្រុងម៉ូសាឡាកណ្ដាលទីក្រុងតេហេរ៉ង់ក្បែរនឹងមឈូសខ្មោចអាលីខាមីនីក៏មានមឈូសសមាជិកក្រុមគ្រួសារផ្សេងទៀតដូចជាសពកូនស្រីម្នាក់កូនប្រសារប្រុសម្នាក់និងខ្មោចចៅប្រុសស្រី2នាក់ដែលមានអាយុត្រឹម14ខែប្រជាពលរដ្ឋអ៊ីរ៉ង់ចូលរួមគោរពវិញ្ញាណក្ខន្ធនៅកណ្ដាលរដ្ឋធានីមានចំនួនយ៉ាងតិចចន្លោះពី15ទៅ20លាននាក់នេះបើតាមអាជ្ញាធរក្រុងតេហេរ៉ង់តាមធម្មតាពិធីបុណ្យសពអាយ៉ាតូឡាអាលីខាមីនីគ្រោងរៀបចំធ្វើនៅខែមិថុនាកន្លងទៅឯណោះតែគេបានលើកពេលព្រោះតែសង្គ្រាមហើយក៏មិនមែនជាការចៃដន្យទេដែលអ៊ីរ៉ង់ជ្រើសរើសថ្ងៃចាប់ផ្ដើមពិធីបុណ្យសពនៅថ្ងៃទី4កក្កដាពលគឺចំទិវាខួបបុណ្យឯករាជ្យជាតិអាមេរិកអ៊ីរ៉ង់ចង់បង្ហាញពីការប្រមូលផ្ដុំសាមគ្គីភាពមាំមួនរបស់ប្រជាពលរដ្ឋអ៊ីរ៉ង់ដែលគោរពស្រឡាញ់អាយ៉ាតូឡាអាលីខាមីនីនិងចាត់ទុករូបលោកជាវីរបុរសជាតិក្នុងឱកាសបុណ្យសពនេះដែរក៏មានបដារូបភាពនិងអក្សរសរសេរអំពីវនីវឲ្យសម្លាប់សងសឹកទៅលើប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនយ៉ាមីន នេតានយ៉ាហ៊ូប្រជាជនអ៊ីរ៉ង់ក៏បង្ហាញភាពចងកំហឹងស្អប់ខ្ពើមចំពោះប្រទេសជិតខាងមួយចំនួនដោយចោទថាក្បត់ត្បិតប្រទេសទាំងនោះចូលរួមដៃជាមួយអាមេរិកនិងអ៊ីស្រាអែលសពអាលីខាមីនីនឹងត្រូវបញ្ចុះនៅថ្ងៃទី9កក្កដា